នាំអារម្មណ៍បងប្អូនមកមើលទេសភាពតាមដងផ្លូវនៅផ្ទះការ៉េម្ដងហើយនេះគឺជាព្រះអាទិត្យចាប់ផ្ដើមម្រះហើយខ្ញុំធ្វើដំណើរហ្នឹងគឺចេញពីពេលព្រឹកទៅបងប្អូនប្រហែលជាម៉ោង5កន្លះ7:06ហើយខ្ញុំធ្វើការជិះឡានជាមួយមេរបស់ខ្ញុំគឺគាត់ជូនទៅកន្លែងដើរលេងមួយគឺឡើងលើភ្នំដែលខ្ញុំបានថតសកម្មភាពនៅលើភ្នំដែលខ្ញុំបានផុសការពីលើកមុនហើយវីដេអូនេះគឺខ្ញុំបានថតយូរហើយបងប្អូនទេសភាពតាមដងផ្លូវហ្នឹងណាគាត់ថាខ្ញុំអត់បានផុសហើយឥឡូវនាំបងប្អូនមើលទេសភាពតាមដងផ្លូវនៅផ្ទះការ៉េម្ដងបងប្អូនហើយផ្លូវគេមានតាមពីរកភ្នំក្រោមភ្នំហើយផ្លូវអាកាសផ្លូវលើភ្នំក៏មានដែរបងប្អូនណាហើយជិះកាត់វាលស្រែក៏មានដែរហើយធ្លាប់តែផុសវីដេអូតាមវាលស្រែចំការពីកន្លែងការងារប៉ុន្តែឥឡូវនេះខ្ញុំបបារម្ភបងប្អូនមកមើលទេសភាពតាមដងផ្លូវនៅផ្ទះការ៉េម្ដងបងប្អូនណាផ្ទះការ៉េនៅកន្លែងណាក៏មានភ្នំដែរហើយផ្លូវគេគឺខ្វាត់ខ្វែងតាមចលងភ្នំតាមចង្កេះភ្នំអាខ្លះផ្លូវខ្លះគឺគេរកនៅក្រោមភ្នំក៏មានដែរហើយភាគច្រើនគឺផ្លូវគឺសម្បូររកនៅក្រោមភ្នំដោយសារផ្ទះការ៉េគឺសម្បូរភ្នំណាបងប្អូនអញ្ចឹងណាអញ្ចឹងបានផ្លូវរបស់គេគឺគេចូលចិត្តធ្វើផ្លូវនៅក្រោមភ្នំនេះគឺផ្លូវនេះមួយបងប្អូនណាគឺប៉ះភ្នំគឺគេធ្វើរកនៅក្រោមភ្នំនៅក្រោមដីនឹងអានេះគេហៅថ្នល់ផ្លូវក្រោមដីបងប្អូនហើយផ្លូវខ្លះក៏វែងទៅផ្លូវខ្លះក៏ខ្លីទៅបើសិនជាផ្លូវវែងគឺគេត្រូវចំណាយលុយច្រើនហើយផ្លូវទាំងអស់នេះគឺខ្ញុំបានធ្លាប់ធ្វើដែរខាងតំណហ្នឹងបងប្អូនខ្ញុំធ្វើរយៈពេល4ឆ្នាំហើយធ្វើតំណគឺបានលួយច្រើនប្រាក់ខែ3000ជាងបងប្អូនណាហើយប៉ុន្តែគាត់ថាវាគ្រោះថ្នាក់នឹងហត់បន្តិចហើយតំណនេះប្រហែលជាខ្លីដែរឥឡូវខ្ញុំបានចេញមកពីផ្លូវក្រមភ្នំហើយមកដល់ផ្លូវនេះម្ដងបងប្អូនណាផ្លូវដល់ចូលដល់ទីក្រុងគេហើយឥឡូវចិត្តដល់កន្លែងគេបងលុយគេហៅបងពុនផ្លូវពួកយើងឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយគេត្រូវការយើងដកសម្បត្តិហើយយើងមកបងលុយនៅកន្លែងហ្នឹងគឺអត់ថ្លៃទេបងប្អូនប្រហែលជាប្រហែល1000វ៉ុនទេគឺស្មើប្រហែលជា8000ខ្មែររៀលយើងឬ10000ទេបងប្អូនណាគឺអត់សូវថ្លៃទេគាត់ថាឡានវាច្រើនអញ្ចឹងបើយើងសរុបទៅរាប់រយឡានហ្នឹងគឺលុយវាច្រើនតាមនឹងដែរបងប្អូនអញ្ចឹងគឺពុនផ្លូវហ្នឹងគឺគេអត់យកច្រើនទេហើយឥឡូវនេះយើងជិះមកដល់កន្លែងប្រហែលមកដល់កន្លែងទីក្រុងហើយមិនដឹងទីក្រុងអីអ្វីទេគឺមេគាត់ចេះតែជូនទៅបងប្អូនណាហើយមេខ្ញុំហ្នឹងគឺកម្ពុជាស្រួលណាបងប្អូនចេញធ្វើការហើយគឺថ្ងៃអាទិត្យឡើងថ្ងៃសៅរ៍ឡើងគឺគាត់បបួលទៅកន្លែងដើរលេងហើយយើងក៏អត់សូវអស់លុយច្រើនដែរព្រោះគាត់នៅកន្លោះហើយគាត់រឿងចំណាស់ដែរអញ្ចឹងបងប្អូនគាត់លុយគាត់ច្រើនអញ្ចឹងហើយគាត់ចង់សប្បាយគាត់មានគ្នាដែរអញ្ចឹងណាប៉ុន្តែវីដេអូនេះគឺខ្ញុំបានថតយូរហើយខ្ញុំបញ្ជាក់បងប្អូនណាហើយខ្ញុំឥឡូវក៏ខ្ញុំបានដើរលេងដែររវល់ធ្វើការហើយមេរបស់ខ្ញុំហ្នឹងគឺគាត់ទៅធ្វើការនៅកន្លែងក្រុមហ៊ុនផ្សេងដែរបងប្អូនណានៅកន្លែងកាត់ថាមផ្សេងក្រុមហ៊ុនតែមួយទេតែកាត់ថាមផ្សេងដោយសារកន្លែងខ្ញុំហ្នឹងគឺវាចិត្តហើយអញ្ចឹងគេដកមេទៅមុននេះគឺជាវីដេអូចាស់របស់ខ្ញុំទេបងប្អូនណាដែលខ្ញុំបានថតពីសកម្មភាពដែលខ្ញុំបានធ្វើដំណើរកំសាន្តជាមួយមេរបស់ខ្ញុំហ្នឹងហើយឥឡូវចាប់ផ្ដើមចូលដល់ផ្លូវក្រោមភ្នំមួយទៀតហើយគេហៅតំណបងប្អូនណាហើយចាំមើលតើតំណនេះកើវាវែងឬមកក៏វាខ្លីបងប្អូនណានេះផ្លូវគេហៅទម្លុះនៅតាមភ្នំបងប្អូននេះតំណគេហៅតំណហើយមើលទៅពិតជាការខ្ញុំចូលធ្វើការដំបូងនៅធ្វើតំណហ្នឹងគឺខ្ញុំភ័យឲ្យហ៊ានចូលទៅក្នុងវាខ្លាចដីបាក់មកពីលើក៏ពិតគេមានដៃគេមានគ្រឹះគេត្រឹមត្រូវបងប្អូនណាគេបុកខួងហើយទ្រាំទៅរួចរាប់ឆ្នាំដែរបងប្អូនហើយទ្រាំបានផ្លូវមកល្វែងតំណហ្នឹងក្រមដីក្រមភ្នំហើយផ្លូវខ្ញុំធ្លាប់ធ្វើផ្លូវអាកាសឆ្លងកាត់សមុទ្រក៏ធ្លាប់ធ្វើហើយផ្លូវក្រមដីក្រមភ្នំក៏ធ្លាប់ធ្វើដែរបងប្អូនធ្វើអស់ហើយឥឡូវនេះបានធ្វើដំណើរចេញមកនៅផ្លូវវាម្ដងហើយផ្លូវនេះគឺគេពុះភ្នំបងប្អូនណាបើថាភ្នំនៅអញ្ចឹងគេពុះភ្នំចំពាក់កណ្ដាលគឺដើម្បីធ្វើ